ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំជានិស្សិតអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យទូតនីជ័យថ្ងៃនេះក្រុមយើងខ្ញុំនឹងពំនាំអ្នកទាំងអស់គ្នាទៅទស្សនានៅទីបុណ្យដង្ហែការក្រមួនស្ថិតនៅភូមិវាមួងឃុំគោកស្រុកអូជ្រៅខេត្តបន្ទាយមានជ័យអញ្ចឹងដើម្បីកាន់តែជឿច្បាស់យើងនាំគ្នាទៅទស្សនាទាំងអស់គ្នាបានមកដល់ទេពីហើយដែលគឺកំពុងតែមានទឹកញឹកដាក់ញឹកទៅដើម្បីធ្វើធម្មរៈត្រៀមទៅហេតុដល់ដើម្បីឲ្យជួយច្បាប់ប៉ុន្តែអ្វីខ្លះគាត់យើងទៅទស្សនាទាំងអស់គ្នាអាចពិធីបុណ្យដង្ហែផ្កាក្រមុំនេះគឺជាប្រពៃណីរបស់បងប្អូនខ្មែរលាវដែលគេប្រារព្ធធ្វើឡើងនៅពេលដែលចេញវស្សាក្រមុំនេះផងដែរគេធ្វើឡើងពីឫស្សីបិទដោយស្លឹកចេកនិងដើមចេកព្រមទាំងអមទៅដោយផ្កាក្រមុំដែលគេធ្វើឡើងពីក្រមុំដែលមានដោតដោយផ្កាសម្រាប់យកទៅដោតនៅលើប្រាសាទក្រមុំតួយ៉ាងយើងក៏ឃើញមានថាមានការដោតប្រាក់ទៅលើប្រាសាទក្រមួននោះផងដែរច្បាស់តើយើងទៅស្ដាប់ការរៀបរាប់របស់លោកតាដែលរស់នៅក្នុងភពនោះតាមការឡើងតាំងពីសម័យប្រពន្ធខ្ញុំឆ្លងតែអ្នកតាមភ្លឺគឺមហេសីរបស់ប្របាទអូនបាទទីតែជាក្រុមដល់តែខ្ញុំតាមតែកោសាប៉ុណ្ណឹងឲ្យសាបនាងមានទៅក្នុងប្របាយទៅណាគឺមហេសីរបស់ឯងណាបាទតែទីណាស្បៃប្រពន្ធនោះមានចាត់ចែងមានចំយើងមានទីខ្លះអ្វីក្នុងពុទ្ធសាសនាគឺមានអនុវត្តបានទាំងអស់តែទៅឡែកនៅក្នុងពុទ្ធសាសនាមកមានសម័យនេះគឺសូវជាបន្តប្រហែលតែឲ្យទៅទីលាវគឺការរកខាមប្របីតាមតែភាសាទាំងមូលនេះអាស្រ័យតាំងពីពុទ្ធសក្តិពូដំគុំនៅយុទ្ធរបៀបតែនាងមានទីថាណាដែលនាងនឹងនាងមូលការមហេសីរបស់ប្របាទប្រសិទ្ធិហើយក្នុងការបែបតបក្នុងសម័យពុទ្ធគឺងាយពីវត្តទីតពុទ្ធបែបជាក្នុងខ្លះតែតាមប្រមាណគាត់លេងបង